រឿងអ្នកនេសាទដងទឹកកាលពីព្រេងនាយមានអ្នកនេសាទម្នាក់រកចិញ្ចឹមជីវិតដោយលំបាកបុរសនេះត្រូវនេសាទត្រីយកមកលក់ចិញ្ចឹមប្រពន្ធនិងកូនចំនួន12នាក់ការរកស៊ីចិញ្ចឹមជីវិតប្រព្រឹត្តទៅយ៉ាងលំបាកដោយបុរសយើងមានបន្ទុកសមាជិកគ្រួសារយ៉ាងច្រើននាក់ហើយដោយផលនេសាទពុំសូវហុចផលឲ្យផងនោះជីវភាពគ្រួសារគាត់ចេះដុនដាបទៅជាលំបាប់ថ្ងៃនេះបុរសកំសត់រកចាប់ត្រីពុំបានសោះពេញមួយថ្ងៃតាំងពីព្រលឹមគាត់ខំស្វែងរកចាប់ត្រីតែសំបីតកូនត្រីមួយក៏គាត់រកមិនបានផងគាត់មានការភ័យព្រួយជាខ្លាំងព្រោះគាត់មិនអាចត្រឡប់ទៅផ្ទះដៃទៅទេនោះបានទេប្រពន្ធកំណាចរបស់គាត់មុខជាជេរស្ដីបន្ទោសគាត់ហើយកូនទាំង12នាក់ច្បាស់ជាយំទាររកអាហារដោយស្រេកឃ្លានគាត់ពិបាកចិត្តជាខ្លាំងដកដង្ហើមវែងដោយអស់សង្ឃឹមនៅឯនាយសមុទ្រព្រះអាទិត្យបញ្ចេញរស្មីក្រហមព្រឿងហៀបអាសដង្កុតទៅហើយគាត់ពុំហ៊ានដើរចូលទៅលំនៅស្ថានឡើយគាត់អង្គុយនៅគល់ដងមួយនាមាត់សមុទ្រដោយទឹកមុខក្រៀមក្រោះគាត់ខំរិះរកឧបបាយដើម្បីដោះស្រាយបញ្ហាជីវិតដែលហាក់ដូចជាសែនចង្អៀតចំពោះរូបគាត់ណាស់បុរសយើងរកពុំឃើញកលណាមួយសោះគិតទៅទឹកភ្នែករបស់គាត់ក៏ហូរមកយ៉ាងជោគចាមគាត់ស្រែកទ្រហោយំស្រែកយំទាស់តែលងលក់ទៅដោយឥតដឹងខ្លួនរំពេចនោះស្រាប់តែមានសំណាចអធិកម្មបាំងមួយលន់ខ្ទើបបន្លឺឡើងហាណែអ្នកឯងក្រណាស់ចូលប្រញាប់ក្រោកឡើងហើយត្រឡប់ទៅផ្ទះទៅបុរសធ្ញាក់ឡើងឃើញតែចាស់ម្នាក់សក់ស្កើប្រងរយាយប្រកបដោយទឹកមុខមើងម៉ាត់បុរសកំសត់យើងផ្លាត់មាត់ដោយអំណៅពោលទៅកាន់តែចាស់ថាសូមលោកម្ចាស់ជួយខ្ញុំផងចូលឯងយកផ្លែដូងទឹក3នេះចុះតែត្រូវចាំថាកាលបើឯងប្រាថ្នាចង់បានអ្វីហើយចូលឯងកាប់បំបែកដូងនេះទៅកាលបើធ្វើដូចនេះឯងនឹងបានសម្រេចដោយសេចក្តីពងប្រាថ្នាមិនខានឡើយដូចនេះក្នុងចំនួនផ្លែដូងទាំង3ឯងអាចប្រាថ្នាបាន3យ៉ាងចូលឯងយកវាទៅប្រាយចុះតាចាស់ស្ដីចប់ក៏រលាយអន្តរធានបាត់ទៅអ្នកនេសាទត្រេកអរណាស់គាត់ក្រោកយួរផ្លែដូងទាំង3ធ្វើដំណើរទៅកាន់លំនៅនៃអាត្មាដោយទឹកមុខរីករាយជាពន់ពេកទៅដល់ទីលំនៅប្រពន្ធកូនប្រុសស្រីរបស់គាត់បានឃើញផ្លែដូងទឹកទាំង3នោះពុំមាននរណាពេញចិត្តឡើយប្រពន្ធក៏ផ្ដាំស្រដីថាតាប៉ែយកផ្លែដូងមកធ្វើអីអញមិនស៊ីដូងទេកូនទាំង12នាក់ក៏ជួយស្រែកបន្តឮដូចនោះបុរសកំសត់ក៏ដាស់ផ្លែដូងចុះហើយអង្គុយក្បែរនោះពោលដោយទឹកមុខញញឹមថាអញមិនដឹងទេដូងនេះជាដូងទឹកណាអញចង់ល្មើលឬណែតាប៉ែកុំអួតតែផ្ដាសាយមើលលបងទៅហក់ប្រាថ្នាសុំកូនបាន4 ដំណាក់ទៀតមើលបុរសជាប្តីក៏ចង់លបងប្រសិទ្ធភាពដូងទឹកគាត់ដែរសឹងតែភរិយាស្ដីចប់ពុំទាន់គាត់កាប់បំបែកដូងទី1ភ្លាមកូនកំមែង10នាក់ទៀតក៏ប្រកាសឡើងចំពោះគាត់ញីភ្នែកសម្លឹងមើលទៅហូមកំមែងដោយឆ្ងល់ផងភ័យផងគាត់ភ័យព្រោះបើថែមកូន10នាក់ទៀតគាត់នឹងមានអ្វីចិញ្ចឹមវាដូចនេះគាត់ក៏បបួលប្រពន្ធគាត់កាប់ដូងដើម្បីប្រាថ្នាសុំឲ្យកូនទាំងអស់នោះត្រឡប់ទៅវិញគាត់ក៏ពោលថាសុំឲ្យកូនទាំងអស់នេះត្រឡប់ទៅវិញចុះយើងខ្ញុំមិនមានអ្វីចិញ្ចឹមវាទេថាហើយក៏កាប់បំបែកដូងទី2ទៅកុមារីទាំងអស់រួមទាំងកូនផ្ទាល់របស់គាត់ផងក៏រលាយអន្តរធានបាត់ស្រមោលអស់ទាំងហោងឃើញយ៉ាងនេះប្រពន្ធស្រីទ្រហោយំយ៉ាងខ្លាំងព្រោះនឹកស្ដាយកូនគាត់យំរំអុកសុំឲ្យប្តីយកកូនមកវិញបុរសជាប្តីទល់គំនិតក៏កាប់ដូងទី3បង្ហាយប្រាថ្នាសុំយកកូនមកវិញគាត់ក៏បានសម្រេចដោយសេចក្តីប៉ងប្រាថ្នាបុរសប្រពន្ធប្តីធ្វើមុខស្ងួតដោយដងទឹកពុំបានជួយអ្វីជាប្រយោជន៍ឲ្យគាត់ឡើយ